ដើម្បីបាននៅក្តីស្ងប់ស្ងាត់ដោយកាយចឹងហើយនឹងវឹកហាត់អប់រំផ្លូវចិត្តនេះគឺត្រូវតែអប់រំដោយសទ្ធាក្នុងព្រះសម្មាសម្ពុទ្ធអប់រំទៅដោយសទ្ធានឹងមមតំទៅក្នុងព្រះធម៌អប់រំទៅឲ្យបានមមតំក្នុងព្រះសង្ឃព្រះសម្មាសម្ពុទ្ធព្រះអង្គជាអគ្គបុគ្គលលើសលោកដែលបង្ហាញឲ្យយើងបានមានភាពជាក់លាក់ច្បាស់ប្រកបថាមនុស្សយើងអាចវឹកហាត់បានអាចអប់រំបានប៉ុន្តែគឺជាសត្វដ៏វិសេសនឹងឯងចឹងមនុស្សយើងហ្នឹងណាសូមឲ្យពុទ្ធបរិស័ទយើងមានទឹកបតីទឹកចិត្តក្នុងការវឹកហាត់អប់រំចិត្តពីព្រោះអំណោយរបស់បុណ្យមកនឹងធំធេងណាស់កុសលវិបាកបដិសន្ធិយើងរស់នៅរាល់ថ្ងៃគឺយកបតីយកចិត្តទុកដាក់វឹកហាត់អប់រំចិត្តនេះឯងព្រោះបានពូជពីបុណ្យនឹងមកចឹងកុសលវិបាកបដិសន្ធិនេះគឺធ្វើឲ្យមនុស្សយើងមានការអភិវឌ្ឍផ្លូវចិត្តនឹងឯងឲ្យចម្រើនទៅដោយចំណេះដឹងនិងគុណធម៌កុំឲ្យយើងវឹកវរតែជាមួយនឹងទ្រព្យសម្បត្តិលាភយសរបស់ទាំងអស់ហ្នឹងចឹងគឺធ្វើឲ្យយើងបាត់បង់ឱកាសក្នុងការអភិវឌ្ឍកសាងខ្លួនហ្នឹងគឺចិត្តក្នុងទីនេះចឹងរហូតដល់ទៅបានត្រាស់ជាពុទ្ធវិជាចរណៈសម្បណ្ណោសោសេថោទេវមេនុសេគឺព្រះអង្គបរិបូរដោយវិជានិងចរណៈប្រសើរលើអស់មនុស្សនិងទេវតាទាំងឡាយនឹងឯងចឹងនឹងឲ្យយើងដឹងពីសមត្ថភាពរបស់មនុស្សហើយពធัวដែលព្រះអង្គទ្រង់បានត្រាស់ដឹងហើយប្រកាសសម្ដែងសច្ចធម៌ចឹងគឺថាជាធម៌ពិតក្នុងជីវិតនៃពុទ្ធបរិស័ទយើងនឹងសត្វលោកនឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងទាំងពធัวទាំងព្រះវិន័យប្រព្រឹត្តទៅក្នុងការប្រតិបត្តិសិលយ៉ាងម៉េចសមាធិយ៉ាងម៉េចបញ្ញាយ៉ាងម៉េចហ្នឹងដើម្បីទប់ទល់ជាមួយនឹងកិលេសជាមួយនឹងបាបនៅក្នុងចិត្តរបស់យើងនឹងឯងចឹងសមរភូមិក្តៅដែលយើងត្រូវប្រយុទ្ធរាល់ថ្ងៃនឹងឯងចឹងដោយកងតបមានសទ្ធាពលៈវិរិយពលៈសតិពលៈសមាធិពលៈហើយនិងបញ្ញាពលៈដើម្បីយើងបានចូលទៅនៅក្នុងក្រុមសង្ឃកណាសង្ឃំសរណង្គិច្ឆាមិហ្នឹងគឺលោកបានច្បាំងឈ្នះនៅកិលេសនៅក្នុងបហប្រតិក្នុងចិត្តសន្តាននឹងឯងកណាយើងគួរតែលើកតម្កើងនៅក្នុងក្រុមសង្ឃហ្នឹងគឺព្រះសង្ឃហ្នឹងចឹងដែលបានដើរទៅតាមផ្លូវមគ្គធ្លាក់ចូលទៅក្នុងក្រុមសង្ឃហ្នឹងគឺជាក្រុមដែលបរិសុទ្ធដោយសិលបរិសុទ្ធទៅដោយសមាធិចិត្តវិសុទ្ធិហ្នឹងនិងបរិសុទ្ធទៅដោយបញ្ញាមានទិដ្ឋិវិសុទ្ធិកង្ខាវិតរណវិសុទ្ធិជាដើមហ្នឹងឯងដែលយើងបានបត្រៃបីដកហ្នឹងមកយើងដឹងព្រះពុទ្ធយើងដឹងពធัวយើងដឹងព្រះសង្ឃហ្នឹងដោយសារបត្រៃបីដកហ្នឹងចឹងយើងខ្សែគប់ជាមួយនឹងបត្រៃបីដកហ្នឹងគឺអស់យ៉ាងហើយចឹងមិនមានការខ្សែគប់អីឲ្យយើងក្រៃលែងទៅឬក៏ដូចថាប្រៀបទៅនឹងការខ្សែគប់ជាមួយនឹងបត្រៃបីដកនេះទេ
នឹងឯងកល្យាណមិត្តយើងនឹងឯងអ្នកដែលនៅជុំវិញយើងហ្នឹងក៏ត្រូវតែអាស្រ័យនឹងបត្រៃបីដកហ្នឹងបាននៅបញ្ញាចេះដឹងស្គាល់ព្រះពុទ្ធស្គាល់ព្រះធម៌ស្គាល់ព្រះសង្ឃនឹងឯងរៀបរាប់ពីបត្រៃបីដកហ្នឹងហើយកម្លាំងដែលយើងត្រូវប្រយុទ្ធជាកម្លាំងធំអិនទ្រីណាមានកម្លាំងពលៈនឹងឯងខ្លាំងក្លាវាយបហាទៅជាពិសេសដែលមានសទ្ធាពីខាងដើមមានបញ្ញាជាខាងចុងនេះគឺសទ្ធិន្ទ្រីសទ្ធាពលៈហ្នឹងគឺសទ្ធាហ្នឹងធំហើយមានកម្លាំងទៀតអិនទ្រីគឺធំហើយពលៈគឺខ្លាំងអ្នកខ្លះធំដែរធំមិនកើតទេទេតាប៉ះអីបន្តិចដួលតែគេអ្នកធំមែនទេហើយខ្លាំងទៀតនេះហ្នឹងគឺថាបើនិយាយពីកម្លាំងកាយហ្នឹងថាលើកអីលីអីរួចធ្វើអីចឹងទៅណាហ្នឹងឯងកម្លាំងរបស់ចិត្តនេះគឺថាពុទ្ធបរិស័ទយើងចេះវឹកហាត់អប់រំឲ្យចិត្តនឹងឯងមានសទ្ធាហើយដល់ទៅចិត្តនឹងមានសទ្ធាចិត្តនឹងឯងមានសិលចឹងទៅគឺថាអស្ចារ្យណាស់យើងមកមើលថែចិត្តរបស់យើងនឹងមើលថែឲ្យបានល្អចុះហើយដែលយើងចេះឲ្យចិត្តមានសិលបាននេះមើលចឹងយើងគួរតែស្រឡាញ់គួរតែប្រព្រឹត្តប្រប្រងមើលថែចិត្តនឹងឲ្យបានល្អមានចំណេះចេះដឹងវិជ្ជាចរណៈទៀតគុណធម៌ល្អកុំឲ្យមានទិដ្ឋិមាននេះនឹងឯងដែលជាចិត្តខូចគឺត្រូវតែចិត្តនឹងសភាពរៀបសារដូចថាយើងនិយាយកូនចៅស្គាល់ចាស់ស្គាល់ទុំនឹងឯងចឹងបានដឹងមេត្តាបិតាដឹងបរតនត្រ័យចិត្តល្អចេះជួយចេះសង្គ្រោះចេះឲ្យទានអីអញ្ចឹងណាយើងណែនាំអប់រំកូនចៅយើងបានបែបបត់ល្អអញ្ចឹងគឺយើងសប្បាយចិត្តហ្នឹងឯងចឹងយ៉ាងណារឿងកូននៅតែជាអ្នកក្រៅដដែលទេហ្នឹងឯងគឺក្រៅពីខ្លួនយើងអ្វីដែលមិនមែនជាអ្នកក្រៅមិនមែនជាអ្នកដតីណាដែលថាអាចជាទីពឹងជួយយើងបានហ្នឹងគឺចិត្តនេះឯងចឹងតែយើងបានអប់រំឲ្យល្អយើងគួរតែយកចិត្តទុកដាក់ក្នុងការអប់រំចិត្តហ្នឹងចឹងយើងគិតត្រឹមតែថាជាចិត្តចឹងទៅដែលគួរដល់ការវឹកហាត់អប់រំនេះនឹងឯងចិត្តតាំងរខេថមេធាវីអ្នកប្រាជ្ញហ្នឹងក៏បីអប់រំទូលមានចិត្តនឹងឯងចឹងប៉ុណ្ណាចិត្តតស្សៈតមថោសាធុចិត្តដែលបានអប់រំល្អហើយហ្នឹងណាគឺថាជាការប្រពៃណាស់ចឹងយើងចាត់ទុកថាដូចជាយើងអប់រំទូលមានកូនចៅអីចឹងទៅឲ្យកូនចៅសិក្សារៀនសូត្របានចេះដឹងទៅនឹងឯងទាំងចរិយាមេរយាទអីសពគ្រប់ក៏ល្អចឹងទៅយើងស្រឡាញ់ណាប៉ុន្តែកុំចាំបាច់និយាយត្រឹមតែមនុស្សសូម្បីតែយើងបង្វឹកបង្ហាត់សត្វហ្នឹងនឹងឯងចឹងដូចមនុស្សយើងសប្ងៃស្រឡាញ់ឆ្កែអញ្ចឹងស្រឡាញ់នឹងឯងជាពិសេសគឺបរទេសអីហ្នឹងនឹងឯងឃើញគាត់យកចិត្តទុកដាក់ក្នុងការមើលថែឆ្កែគាត់ហ្នឹងបង្ហាត់បង្រៀនឲ្យចេះអីចឹងទៅគឺថាស្រឡាញ់ណាងូតទឹកឲ្យស្អាតអីចឹងទៅហ្នឹងឯងជួលគេឲ្យងូតទឹកឲ្យម្ដង$100អីនោះចឹងហ្នឹងឯងមើលរោមមើលអីហ្នឹង
ត្រូវកាត់ត្រូវជាអីចឹងទៅហើយនៅផ្ទះរាល់ថ្ងៃដោះថ្មិញឲ្យទៀតដោះថ្មិញឲ្យកែហ្នឹងឯងហើយនៅផ្ទះជាមួយដេកជាមួយណាបន្ទប់ក្រេអីទាំងអស់ហ្នឹងអាហ្នឹងគឺគ្រាន់តែលើកឡើងថាគ្រាន់តែឆ្កែជាសត្វចិញ្ចឹមខាងក្រៅអីហ្នឹងបានចេះដឹងអីមានភាពដូចថាវាស្មោះត្រង់ជាមួយម្ចាស់គាល់ម្ចាស់នឹងឯងបក់កតុយលិតដៃលិតជើងអីចឹងទៅស្រឡាញ់ប៉ុណ្ណឹងទៅហើយចូលតម្រាំដល់ទៅយើងអប់រំចិត្តនេះហ่ะដែលអាចជាទីពឹងសម្រាប់ជីវិតរបស់យើងទាំងក្នុងលោកនេះទាំងក្នុងបរលោកប៉ុណ្ណាទាំងដែលនាំឲ្យយើងបានចិត្តដិតនឹងពុទ្ធចិត្តដិតនឹងពធចិត្តដិតនឹងប្រសង្ឃទៀតណោះតើយើងពិចារណាមើលទោះជាឆ្កែនឹងឯងតឲ្យវាល្អ10ដង100ដង1000ដង10000ដងទៅទៀតក៏វាមិនស្មើនឹងសេចក្តីល្អគឺចិត្តរបស់យើងនេះដែរហ្នឹងហើយដើម្បីឲ្យបងប្អូនកូនចៅយកចិត្តទុកដាក់គឺមានយើងទៅបង្វឹកឆ្កែណាដែលចេះថាមកនាំឲ្យយើងទៅចិត្តពុទ្ធនោះមើលវាហួសវិស័យណានឹងឯងចឹងក៏ប៉ុន្តែការដែលយើងវឹកហាត់អប់រំចិត្តបាននេះធ្វើឲ្យយើងបានចិត្តពុទ្ធជាបាសកបាសិកាហ្នឹងប្រែមកថាអ្នកអង្គុយចិត្តហើយហ្នឹងណាអ្នកអង្គុយចិត្តបរតនត្រ័យដោយនាមកាយដោយសទ្ធានិងដោយបញ្ញាដែលនាំឲ្យយើងបានល្អសមគួរជាមួយនឹងពុទ្ធបរិស័ទផងគ្នារាប់អានគ្នាទទួលស្គាល់គ្នាថាជាមនុស្សល្អហ្នឹងដោយសារចិត្តល្អណាមโนពពាំងកមេធម្មាមโนសេដ្ឋាមโนមយាមនៈសាជេបសន្នេអ្នកណាគឺចិត្តនឹងឯងដែលមានសេចក្តីជ្រះថ្លាគឺស្អាតជ្រះថ្លាយើងមើលប្រែមកពីសទ្ធាប្រែមកពីភាសាតោហ្នឹងជ្រះហើយថ្លាទៀតដែលដូចជាមត្តកណ្ដលីណាព្រះអង្គប្រពមត្តកណ្ដលីសំដែងបកាថាហ្នឹងមនៈសាជេប្រសន្នេអ្នកភេសតិវាករោតិវាតតោណងសុខមនវេតិឆាយាវៈអនុបាយិនីណាសូត្រឲ្យអស់យ៉ាងទៅញាតិញោមបងប្អូនទិញចាំហើយគាថាធម្មបទរឿងទី1ទី2ហ្នឹងចេះក្នុងរឿងទី1ព្រះចក្រវាលចេះមករឿងទី2ប្រមត្តកណ្ដលីហ្នឹងហើយចេះហើយមករឿងទី3មកទៀតមកចាំពុទ្ធវចនៈណាគឺយើងត្រូវនឹកថាណែចេញពីពុទ្ធទៅអស់មកណាពាក្យហ្នឹងណាពុទ្ធដីកាហ្នឹងភាសាបាលីភាសាមគ្គធៈហ្នឹងចេញពីពុទ្ធទៅអស់មកណាហើយយើងអាចរៀនបានយើងអាចថាតាមបានអស្ចារ្យណាមាត់យើងមានបច្ចេកដីហ្នឹងឯងព្រះពុទ្ធវចនៈហ្នឹងបឋមចេតដីចឹងចឹងគឺធ្វើឲ្យយើងសប្បាយចិត្តមួយរឿងហ្នឹងទៅហើយនៅ2រឿង3រឿង4រឿងថឹកទៀតជ្រោមជ្រែងឲ្យជីវិតយើងរស់នៅហ្នឹងមានសេចក្តីសុខសប្បាយហើយគុណភាពប្រសើរចឹងគណាបានជាទីពឹងក្នុងដំណើរជីវិតរបស់យើងចឹងយើងគ្រាន់តែមកនឹកមើលណាញាតិញោមពុទ្ធបរិស័ទយើងកុំគិតជាប់ទៅដោយខ្លួនយើងថាយើងមានសិលអាហ្នឹងយើងវាដឹងហើយដឹងថាតែចិត្តនឹងមានសិលគឺយើងមានសិលហើយមានយើងឯណាផ្សេងអំពីរូបធម៌នាមធម៌ហ្នឹងទៅទៀតហ្នឹងឯងដែលថាយើងហ្នឹងមានស្អីយើងផ្សេងពីបញ្ញខណ្ឌទៅទេហ្នឹងឯងវាគ្រាន់តែថាដោយបរមត្តគឺរូបក៏មិនមែនយើងវេទនាសញ្ញាសង្ខារវិញ្ញាណក៏វាមិនមែនយើងដោយបរមត្តណាហើយក៏វាអត់មានយើងឯណាផ្សេងពីខណ្ឌទៅទៀតវាអត់មានទេវាអត់មានជាសត្វជាបុគ្គលអីទេអញ្ចឹងបានថាយើងហ្នឹងវាគ្រាន់តែសន្មតហ្នឹង
nâng ai nhớ nâng cứ đòi em nát bành nha vipassana tưởng vipassana để chập đà phút bò thì sạch dương miền sờ nè dương cực thả chất miền sờ phần năng nó dương sờ lăn chất đó nó để chất dương đi ai ọp rung ở miền sờ ba nó sẽ đạp bằng cọp dương đó nè cái mơ vừa đôi chỉ thả dương ai mà nút tu tư bong ôn côn chơi miền sờ nghe chứ nè nghe nam mà miền sờ tam dương đi phần tay chặt dương đi sẽ đạp bằng cọp à ai miền sờ cứ ọt sầm lạp sạp thì chặt dương nâng lọ nó dương cua để thay ra xa lang thay tiết ở ban rất là phần nát tiết bờ chặt dương ai phần đau ban chân còn ai sầm lạp sạp đó pa na thì pa ta về để mình đi xong bay để sát ấy prom ta mơ tiền hay dân mình rồi lạnh chặt nâng phần nào dân có mơ nghe luôn anh rương cái lai rồi tây xên tiết nâng tục dân pro thì bắt cầm chặt tam rồi phần thế lấy dân thưa ở chặt bởi dân cứ admin atene tiền thế admin từ che vô bọc kê tre o nâng từ đam từ vô mà thưa ấy là bọc hàng cày nâng sờ đấy ban chỉ sầm bát khang khong này miền sờ ấy từ vô bao kỳ mà thử ấy miền sầm bát miền bạ lôi cãi nó mà phải sao ở chiang xây là sam bát ti xây là sầm bát nâng hay cam mê sum cha cha ra về đẹp mình đi lúc dây ta ấy nó prem mà chạ giá về đẹp mình đi từ tiền để xa bàn rồi ngày đó đi xe na hơi chẳng đây thằng nghe vậy nó ơi chết nâng anh bàn này khẩm mạ vì cha nơi cái lẽ ca mà con ấy xên chẳng đôi chân này dân mau bị nứt mơ chặt rồi bao giờ để miền sơ tới phơ ở dân rưng rất tệ miền mà ở đây miền cầm lăng đầm bay đầm thay ra xa chặt nâng thay từ tia đây riêng chăng nó riêng mơ luôn dân thằng khăn chăng ông trung và ca sầm đai nẹt bể sang bị lô miền nị nẹt bể sang cả tăng ắt cả nào vẽ về khai dạ cả ta nị chạ là ngày trận dân vichara luôn dân còn nè vichara trận mơ và chặt dân nâng đo từ tha lọ o ọt che dây cả họ thì đó mơ dân ruột nơi ta ri ta chỉ mũi nâng chặt để dân ban tu miên priên và đại ban đó á phơ ở dân bạch từ khoa rương ấy tràn thế cứ dân cắt bằng thoi phiếp để dân chết để tiêm tia chết để trơi ca chết để bạch na chết để chọn ban nâng cứ dân cắt bằng thoi lẹ bỏng dân mà ri chỉ mũi nâng chặt đấy chặt dân ắt che dây cả họ chặt dân ắt che sai krương nhiên krương sở văn hay phục rất tư ban lọ xên tiết miền chia rất là nặng sầm bát đôi chia miền sật thi hay miền sọt tạ tiết này thế đấy dân phổ bu chặt dân ai mà sẽ đạp vào thua nó chặt đang pro màu nó là o pan nà tới mở o nó năng ngành bu cốn ắt màu ấy nó nè chôn cá và bu đây và bu cuốn ắt màu ấy nó bu mật phệ ắt màu ấy nó mến tha chăm bạch to để màu vọt đạp ấy chết tê và trai bay đợi nó có cái để khơi ắt banចូលទៅជ្រះថ្លាដើម្បីកលព្រះសម្មាសម្ពុទ្ធដោយផ្ទាល់អត់សោះអីមើលទាំងពុទ្ធអង្គនៅក្នុងបត្រៃបីដកណាបើវឹបឡើងព្រះអង្គសម្ដែងពធទូលមានយើងណាមើលយើងមានលំបាកថានឹងទៅរួព្រះអង្គនៅតាវតឹងនៅឋានព្រំអីណាបើថាអត់នៅក្នុងឋានមនុស្សថាព្រះអង្គមាននៅឋានទេវតាអានឹងថាយើងធ្វើម៉េច
នៅឋានព្រំនឹងធ្វើម៉េចបានទៅប៉ុន្តែនៅក្នុងបត្រៃបីដកសោះមើលបើកទៅតាមពីវិន័យបីដកភាគ1ហ្នឹងទៅជួបព្រះអង្គវឹបឃើញណានៅគ្រប់តែបត្រៃបីដកហ្នឹងប៉ុន្តែអត់ហ្នឹងឯងហ្នឹងបានថាមិនងាយអីទេតែណែយើងកុំនិយាយពីយើងនិយាយពីចិត្តនិយាយពីចិត្តរបស់យើងនិយាយអញ្ចឹងទៅណាហ្នឹងឯងគឺថាចិត្តយើងនេះដែលបានវឹកហាត់អប់រំមកចិត្តយើងហ្នឹងមានសទ្ធាក្នុងពុទ្ធក្នុងពធក្នុងព្រះសង្ឃហើយស្ដាប់ប្រវាទរបស់ព្រះអង្គអញ្ចឹងយើងមករីករាយជាមួយនឹងចិត្តដែលយើងបានវឹកហាត់អប់រំចិត្តហ្នឹងចឹងនឹងឯងអានេះគឺជាវោហារដែលពុទ្ធបរិស័ទយើងស្ដាប់ឲ្យបានដើម្បីពុទ្ធបរិស័ទនឹងមានកុសលឆន្ទៈប្រព្រឹត្តទៅណាហើយចេះឲ្យទានទៀតញាតិញោមឲ្យទានហ្នឹងណាបើមិនមែននៅលើចិត្តទេឲ្យទានស្អីកើតណាបូជាពធអីហ្នឹងបើមិនមែននៅលើចិត្តទេស្អីចឹងប៉ុណ្ណាត្រូវកាត់ពេលវេលាស្ដាប់ធัว1ម៉ោងកន្លះ2ម៉ោងមែនប៉ុន្តែចំណាយពេលវេលាមួយថ្ងៃមួយព្រឹកអីចឹងទៅនឹងឯងគឺដោយសារចិត្តនឹងទាំងអស់ចឹងបានក្នុងការដែលយើងមកពិនិត្យមើលសភាពរបស់ចិត្តដែលបាននៅសទ្ធាសិលសត្តៈចាគៈបញ្ញាចឹងគឺមានការចេះដឹងទៀតណាសភាពនៃចិត្តហ្នឹងចឹងពុទ្ធបរិស័ទញាតិញោមសបាយបតីទៅហើយបៃតិបាមកជាហ្នឹងកើតឡើងនៅក្នុងចិត្តសន្តានហ្នឹងចឹងគឺយើងកាន់តែមានកម្លាំងនៅក្នុងចិត្តសន្តានហ្នឹងដោយកម្លាំងបៃតិបាមកជានឹងឯងដល់ទៅអញ្ចឹងយើងសិក្សាពធរបស់ព្រះអង្គទៅយើងក៏កាន់តែបានយល់ដោយសត្តៈជាមួយនឹងបញ្ញាហ្នឹងឯងបញ្ញាចេះតែចម្រើនឡើងអំពីប្រភពគឺសត្តៈនេះឯងដល់អញ្ចឹងទៅបានយើងយល់ដឹងពុទ្ធដីកាដោយតែព្រះអង្គសម្ដែងអំពីរឿងច្រេះដែលវាកើតពីដែកណាវាស៊ីដែកនោះហ្នឹងឯងហ្នឹងពុទ្ធដីកាទេហើយខ្មែរយើងក៏យកមកនិយាយទៅប៉ុន្តែថាដោយសារខ្មែរយើងនឹងស្ដាប់ពុទ្ធទេព្រះអង្គសម្ដែងនៅក្នុងមគ្គលវៈប៉ុណ្ណាប្ររពចំពោះភិក្ខុបថេរទេសៈដែលលោកជាប់ចិត្តនឹងចៃវរនោះប៉ុណ្ណាបាត់ទៅចឹងដែលលោកជាប់ចម្ពាក់បតីនឹងចៃវរហ្នឹងក៏ត្រូវកើតចៃអស់7ថ្ងៃមនុស្សបានចៃនឹងស្លាប់ទៅកុសលសិលដែលលោកបួសហ្នឹងឲ្យបដិសន្ធិក្នុងឋានតោសិតមិនមែនកុសលក្នុងចៃហ្នឹងទេអានឹងវាមានទៅអញ្ចឹងហើយប៉ុន្តែវារុញអំពីដែលលោកនៅក្នុងពភ្នោះហើយណែចិត្តសន្តានដែលបានសំទៅនឹងសំបុណ្យនៅក្នុងភ្នោះនេះនឹងឯងបានបន្តអំពីចៃហ្នឹងទៅជាទេវបុត្រឋានតោសិតចៃតូចតែមួយវិខលោកបានពិនិត្យទាំងឃើញផងហ្នឹងឯងចៃនោះថាកុំយកចៃវរខ្ញុំក៏ដែរកុំយកណាចឹងទៅហើយបានឮមកដល់ប្រសោតទឹកថ្លៃនៃព្រះរាមាភិបព្រះអង្គទ្រង់ជ្រាបហើយប្រាប់ព្រះអានន្ទថាកុំតាន់ចែកចៃវរហ្នឹងទុកសិនចឹងទៅចៃហ្នឹងក៏ស្ងប់ស្ងៀមទៅស្លាប់ទៅបានបដិសន្ធិក្នុងឋានតោសិតចឹងទៅបានប្ររពរឿងហ្នឹងព្រះពុទ្ធអង្គទ្រង់សម្ដែងពុទ្ធដីកាព្រះអង្គសម្ដែងថាអយសាវៈមៈលៀងសមុដ្ឋិតាតតុដ្ឋាយៈ
តមេវៈខាតតេអេវ៉ាំងអតិធនអ្នកចារិណាសានិកម្មានិអ្នកយន្តិទុក្កតឹងអង្គសម្ដែងប៉ុណ្ណឹងអង្គសម្ដែងអយសាហ្នឹងអយសៈហ្នឹងគឺដែកប្រែថាដែកហើយក្នុងទីនេះគឺព្រះអង្គប្រៀបអយសាវៈមគ្គលៀងហ្នឹងយើងប្រែថាមន្ទិលហើយប៉ុន្តែជាមួយគ្នានឹងដែកគឺច្រេះហ្នឹងឯងច្រេះនៅក្នុងមគ្គលវៈហ្នឹងអយសាវៈមគ្គលៀងសមុដ្ឋិតាំងបានន័យថាច្រេះហ្នឹងវាមានដែកហ្នឹងជាសមុដ្ឋានមានដែកហ្នឹងជាទីកើតអញ្ចឹងគឺនិយាយឲ្យងាយស្ដាប់មកថាច្រេះដែលវាកើតអំពីដែកហ្នឹងឯងហើយវាកើតពីដែកណាវាស៊ីដែកហ្នឹងតតុទ្ធាយៈហ្នឹងឯងតមេវៈខាតតេហ្នឹងវាស៊ីដែកនោះច្រេះហ្នឹងវាស៊ីអាហ្នឹងយើងដឹងហើយប៉ុណ្ណឹងគឺព្រះអង្គប្រៀបអំពីរឿងព្រះទេសៈហ្នឹងគឺអេវ៉ាំងនេះគឺព្រះអង្គទ្រង់មកបញ្ជាក់ថាអតិធនអ្នកចារណាំងគឺប្រព្រឹត្តកន្លងនៅធនអ្នកហ្នឹងគឺបញ្ញាពិចារណាបច្ច័យ4កណាហើយអតិធនអ្នកចារណាំងហ្នឹងប្រែមកថាប្រព្រឹត្តកន្លងនៅបញ្ញាដែលពិចារណាបច្ច័យ4ពីព្រោះបច្ចយៈសន្និសិទ្ធសិលដែលត្រូវពិចារណាបច្ច័យ4ដូចដែលយើងធ្លាប់ឮមកថាអជាហ្នឹងហើយអជាប្រសងសូត្រអជាហ្នឹងគឺថាពិចារណាមុនទទួលពេលទទួលកំពុងតែប្រើប្រាស់កំពុងតែឆាន់អីហ្នឹងហើយនឹងប្រើប្រាស់រួចហើយឆាន់រួចហើយហ្នឹងគឺក្នុងសិលមួយរបស់បព្វជិតរបស់ភិក្ខុណាដែលមានសិល4ហ្នឹងគឺសិលទី1បបាតិមោខសង្វរៈបរិសុទ្ធដោយសទ្ធាឥន្ទ្រិយសង្វរៈសិលបរិសុទ្ធដោយសតិអាជីវៈបរិសុទ្ធសិលបរិសុទ្ធដោយសេចក្តីជាយាមក្នុងការចិញ្ចឹមជីវិតប្រាសចាកទោសហើយដល់ទៅបច្ចយៈសន្និសិទ្ធសិលគឺថាបច្ច័យ4នេះដែលត្រូវពិចារណាក្នុងការប្រើប្រាស់នោះបរិសុទ្ធដោយបញ្ញាពិចារណាញាណសង្វរៈគឺសង្រួមដោយបញ្ញាដែលពិចារណានឹងហាមឃាត់កុំឲ្យកិលេសហ្នឹងវាចូលមកទាំងគឺថាតែកាលណាមិនពិចារណាកិលេសវាកើតឡើងអំពីការដែលមិនពិចារណានោះវាកើតអំពីចិត្តហ្នឹងចឹងទៅវាស៊ីទៅបណ្ណាចឹងគឺនៅក្នុងសេចក្តីនេះព្រះអង្គទ្រង់បញ្ជាក់មកអំពីរឿងទុក្ខតេដែលព្រះថេរទេសៈលោកទៅកើតជាចៃហ្នឹងអានឹងទុក្ខតេអីដំណើរមិនល្អហើយព្រះអង្គត្រាតសានិកម្មានិអ្នកយន្តិទុក្ខតឹងនេះគឺកម្មរបស់ខ្លួនសានិកម្មានិនេះកម្មរបស់ខ្លួននឹងឯងដែលវានាំទៅរកទុក្ខតេហ្នឹងមិនមែនកម្មអ្នកដទៃណាទេហ្នឹងអញ្ចឹងគឺនៅក្នុងសេចក្តីដែលព្រះអង្គសម្ដែងអំពីច្រេះដែលកើតពីដែកហ្នឹងគឺយើងសិក្សានៅក្នុងមន្ទិលមគ្គលៈធัวហ្នឹងគឺជាច្រេះហើយចឹងយើងត្រូវសិក្សាទៅយើងដឹងថាដូចជាលោភៈទោសៈមោហៈអីចឹងក្នុងជីវិតយើងហ្នឹងឯងចឹងយើងត្រូវស្គាល់លោភៈថាជាលោភៈណាទោសៈថាជាទោសៈជាដើមហ្នឹងឲ្យបានច្បាស់ដោយសតិសម្បជញ្ញៈដែលល្អិតល្អន់ហ្មត់ចត់ទៅទៀតព្រោះយើងពេញបតីសបាយចិត្តនឹងចិត្តដែលយើងបានគ្រប់គ្រងមើលថែទៅគឺថាចិត្តយើងនឹងចិត្តល្អហើយចេះដឹងបរតនត្រ័យដឹងគុណមេត្តាបិតាហើយមកមានសទ្ធាជ្រះថ្លាអាចនឹងមានសិលបាននេះ
ก็đó dương sờ lanh pin chặt còn là mơ thai chặt rồi bao dương nó người ban là o to từ tiết chẳng cứ dương trai score tha à vây đại việt chia mình tel chỉ chơi năm này chặt rồi bao dương nâng nâng ai chẳng đầm bấy dương ban cầm chặt bằng nâng đó nông ca thay rồi xa chặt nâng ai chẳng ao chỉ ca rẽ xa đó là o tam của Phật đại ca chẳng bây giờ mình đăng thà bia chia mình tên tế thôi mà dân sầm ạt bà to là dân đăng đôi ta khỏi ao dân bật lại chẳng tới dân bao kiện của ao về ạt chẳng đằng ai chẳng cứ thà chặt nếu mà đôi chia sầm Phật chẳng à mình tên nó đôi ai rồi chẳng đằng ai để dân thì nhập sầm rạp bao của ở về ạt chẳng tới bờ nơi cái nông thêm mà cạ sốt ọt miền sầm bu của ốp ấy đấy bao cho mùi tức cái bóng nâng ảnh tức phép tức cô máy bao chơi đi ai rồi chơi đi bàn tay bên đây thùng khăn tức cái bóng tức phép tức cô máy nâng ảnh chẳng từ ọp nông tu nông hẹp của ốp tiệt nâng ảnh oi à khăn tức cái bóng nâng về sai tới về bàn tới chia sầm puột cờ ô nằng ai nè sầm đan và thoi chuồn nó về đôi chia sầm liệt bằng pẹ đây và lạ pin từ đôi như ai thu ly đầy chẳng á nằng ai đo từ bao từ đôi tức bông nó cứ sao ta bắt tâm mẹ sắc cái tia kia mi mẹ na kia mi mẹ thôi đo từ bao ai lên tới bên bên nơi chọp ấy bên nơi chọp khăn nâng lần tức bóng lần ấy nâng đại về mình toàn phải vẽ rìa kệ mình toàn cầm chặt bóng nơi miền nền nụ say chứ còn là nâng ai chứ vì ai sài chết để ngọt ca mà chăn tẹt chia bạt tẹt ni và nại chẳng tới thấy có tre nâng sự đây ngọt nâng tới rồi na kia mí lúc nơi nhọp nhua chỉ mùi nâng sự đây sọc nâng ngọt khăn á ngọt ca mà chăn tẹt ngọt chia bạt tẹt miền thì cái đây sọc vì sao ha đo tới thì cái đây sọc chẳng tới bên đây là nụ sai á là ngày phải vẽ rìa kia nụ sai đó cứ phơ ao chỉ von để chặt nâng về miền lục khẹ chọp chùm pẹ nâng cái đây ngọt nâng chẳng tới đá nâng ai nhà nâng anh cái đó về miền nè riêng tem khuôn ai nâng nẹt đặt tề mình bật cam rút thà khuôn ai mình bật cam về từ nè sang nhà sang kha về nhiên thà khuôn ai nhỉ phần tái cứ bật cam thà chỉ dơ nông pan chỉ khàn nâng về nơi miền nè nụ xài chắc anh nâng ai đôi chỉ khăn tực phay tực bông này chẳng bao chia ai hết còn về nơi khăn nó ọp từ đôi kêu của ốp cứ ra hạt từ mẹ để trời cầm chặt bong năng này hay vipassana nó thì đây một bữa tới đầm bay ra hạt từ mẹ nó cứ vipassana cầm nát rupe từ nia sang nhà sang kha về nhiên để cao đây rồi luật nâng đôi từ môn chăng bây giờ đây bót có ông vô pẹ vô ni sao mà nè chỉ cà rạ mà pra ta còn là bây giờ na kia mi hay nó còn nơi để thưa tục cái nông chết đào vô ni sao mà nè chỉ cà rạ từ lời rupe từ nia sang nhà sang kha về nhiên nó mình tiếng chia tục chia rộp chia bô chia so chia pẹt chia rồi bao lùm ba chia rưỡi cuốn đây chỉ cái đây lùm ba chia rồi bao xôn chia nát tảng chẳng bán sầm rách hạt từ mẹ nâng bây giờ đây bót trong đây chẳng nông khăn rồi về còn là bày đọt lệ xàm sạch buồn là ngày làm tập thì xàm bày tới xàm bốn nông khăn rồi về từ đây nâng cứ nông cá vượt tục nông chết chìm phu hụt bà tiền là khăn pram chẳng nâng ấy để ôi sầm rách hạt từ mẹ bàn tới chỉ pre hạt hòn nâng chẳng dân tây score một tel nâng đôi đây dân mơ mau sập ngày đi nè vây để ao chỉ ti sờ lanh ao chỉ ti tre ao chỉ ti pin chết để miên được nông chỉ vật dân đó nghe đời xa miên lô khẹ nâng anh
còn đời xa miên lô phẹ nâng bà ọt miên lô phẹ thế còn bà ọt miên lô phẹ vì ọt miên là vây ao cho ti sờ lạnh ao cho ti pinh chặt thế còn nó ngay để dân trời có tua lô phẹ nâng còn hay dân miên là vây để sầm ráp ơi to để sầm ráp ơi bật tu sập trục nâng ai cứ và đòi xaแต่ miên tô xạ nâng